សួស្តីសម្រាប់តារានៃក Scorpio មិនថាអ្នកដែលកើតក្នុង Sun Moon Rising នៅក្នុងតារានៃក Scorpio ទេនឹងឯអ្នកគ្នាឲ្យកុំភ្លេច comment ប្រាប់ផងបើសិនជាអ្នកគ្នាកើតនៅក្នុងតារានៃក Scorpio អូខេខ្ញុំមើលឃើញថាខែក្រោយ Scorpio មើលទៅវាជាពេលមួយដោយសារតែក្នុងខែក្រោយមិនមែនក្នុងខែក្រោយទេគឺក្នុងពេលឥឡូវហ្នឹងក៏តារាជាពេលរបស់តារានៃក Scorpio ដូចគ្នាដែរដែលកើតនៅក្នុងពាក់កណ្ដាលខែ10នឹងរហូតទៅដល់ពាក់កណ្ដាលដើមខែទៅពាក់កណ្ដាលខែ11គឺជាពេលរបស់ Scorpio អ្នកកើត Scorpio នឹងឯងអូខេអញ្ចឹង birthday ដល់គ្នាថ្ងៃណាចាំជួយ comment ប្រាប់ផង Scorpio ខែក្រោយនឹងមានរឿងដែលមានការផ្លាស់ប្ដូរធំមែនតើនៅក្នុងជីវិតរបស់គ្នាខ្ញុំសាប់ស្លកាតចុងក្រោយគេខ្ញុំហៅចំស្លកាត The Death ដែលជា Major Arcana card មួយដែលតំណាងឲ្យតារានៃក Scorpio តែម្ដងធម្មពលនៅក្នុងខែក្រោយហ្នឹងគឺធម្មពល Scorpio មានខ្លាំងមែនតើណាមាន The High Priestess ហើយជាមួយនឹង Wheel of Fortune ហើយនឹងស្លកាតTemperance ហើយជាមួយនឹង Strength ភាពខ្លាំងក្លាវាខ្ញុំគិតថាវាសមជាមួយនឹងអ្នកទាំងអស់គ្នាដែលជា Scorpio មែនតើgeneral ទូទៅដែលខ្ញុំមើលឃើញខែក្រោយជាពេលមួយដែលអ្នកគ្នានឹងជួបប្រទះរឿងរ៉ាវមួយចំនួនដែលសំខាន់ខ្លាំងមែនតើជាការផ្លាស់ប្ដូរមួយដែលនឹងជួយអ្នកគ្នាកាន់តែខ្លាំងក្លាជាងមុនកាន់តែ strong ជាងមុនហើយកាន់តែធ្វើខ្លួនឯងដែលថាសម្ពាធអីគ្រប់យ៉ាងហ្នឹងគឺវាធូរស្បើយក្នុងអារ៉ាវាជាការបញ្ចប់តើតើជាមួយនឹងភាព stress តើតើជាមួយទម្លាប់មិនល្អរបស់អ្នកហើយតើតើជាមួយនឹងការបញ្ចប់ជាមួយនឹងមនុស្សមួយចំនួនដែលវាមិនលេខថាมันបានផ្ដល់អ្វីដែលជាតម្រូវការសម្រាប់ធម្មពលរបស់អ្នកទាំងអស់គ្នាអញ្ចឹងនឹងមានការកាត់ផ្ដាច់ជាមួយនឹងមនុស្សទាំងអស់ហ្នឹងប៉ុន្តែក៏មានការភ័យខ្លាចអីការបញ្ចប់ហ្នឹងគឺនាំឲ្យអ្នកគ្នានៅសេចក្តីសុខក្នុងផ្លូវចិត្តហើយក៏ដូចជានាំទៅលើរឿងរ៉ាវល្អហើយជាមួយនឹងនេះ Wheel of Fortune ដែលជាស្លកាតមួយដែលថានឹងនាំអ្នកគ្នានៅសំណាងចូលមកក្នុងជីវិតសំណាងនឹងចូលមកអ្វីមួយដែលអ្នកគ្នាតែងតែរងចាំជាយូរមកនឹងចូលមកនៅក្នុងខែក្រោយហ្នឹងអូខេស្លកាតSeven of Pentacles បង្ហាញថាការខិតខំប្រឹងប្រែងរបស់អ្នកគ្នាការរៀបចំក្បួនឬក៏ការរៀបចំនៅយុទ្ធសាស្ត្រនៅក្នុងជីវិតរបស់អ្នកគ្នាអ្វីដែលអ្នកគ្នាដាក់ទៅលើការធ្វើការខិតខំប្រឹងប្រែងខ្ញុំមើលឃើញថាវាជារឿងមួយដែលនឹងជួយអ្នកគ្នាលូតលាស់នៅក្នុងជីវិតកាន់តែប្រសើរឡើងអ្វីដែលអ្នកគ្នានឹងធ្វើនៅក្នុងខែក្រោយនឹងមានគម្រោងធ្វើនៅក្នុងខែក្រោយក៏អាចនឹងមានភាពជោគជ័យហើយខែក្រោយក៏ជាពេលមួយដែលអ្នកគ្នាត្រូវតែជឿជាក់ទៅលើញាណរបស់អ្នកគ្នាThe High Priestess ខ្ញុំមើលឃើញកាតនឹង The High Priestess អ្នកគ្នាឃើញស្អាតអត់អ្នកគ្នាស្អាតខ្លាំងណាស់សាក់ទិញយកទៅលេងមួយថារោកាតហ្នឹងខ្ញុំស្រឡាញ់ខ្លាំងមែនតើអ្នកលេងកាតបងដំបងក៏អាចទិញថារោនឹងលេងបានដែរចាំមកសេះរឿងយើងវិញតែ Presley ចង់ប្រាប់អ្នកគ្នាថាឲ្យជឿជាក់ទៅលើវិចារណញ្ញាណរបស់អ្នកទាំងអស់គ្នាវាអ្នកគ្នានឹងអាចមានអារម្មណ៍មួយថាមានការផ្លាស់ប្ដូរដែលមិនធ្លាប់មានពីមុនមកតតែសោះសម្រាប់ជីវិតរបស់អ្នកគ្នារបៀបអញ្ចឹងអូខេអ្នកគ្នានឹងកាន់តែមានសេរីភាពហើយនឹងជោគជ័យនៅក្នុងខែក្រោយហ្នឹងសរុបសេចក្តីរួមប៉ុន្តែទម្រាំទៅបានភាពជោគជ័យក៏មានការឆ្លងកាត់នៅស្លកាត The Death ដែលជាស្លកាតមួយដែលឆ្លងកាត់រឿងរ៉ាវនៅពិបាកខ្លាំងមែនទែននៅក្នុងជីវិតប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏វានាំមកអ្នកគ្នាទៅឲ្យខ្លួនឯងកាន់តែ strong កាន់តែខ្លាំងជាងមុនថែមទៀតសំពោះអ្នកដែល single ឬក៏អ្នកដែលអត់មានទំនាក់ទំនងអីសោះខ្ញុំមើលឃើញថាវានឹងអាចបង្ហាញពីភាព surprise ណាមួយដែលនឹងចូលមកជាមួយអ្នកគ្នានឹងផ្លាស់ប្ដូរជីវិតតទៅជាមួយ love life នៃទាំងអស់គ្នាទាំងនោះអ្នកគ្នាខែក្រោយនឹងអាចជួបមនុស្សដែលអ្នកគ្នាអត់នឹកស្មានថាជួបម្នាក់នឹងសោះហ្មងណាអត់នឹកស្មានថាជួបឯមុនដំបូងអ្នកគ្នាអាចនឹងជួបដូចជាមិត្តភ័ក្តិណាជួបគ្នាឬក៏ជួបម្នាក់នឹងនៅក្នុង event ណាមួយនៅក្នុងកម្មវិធីណាមួយព្រឹត្តិការណ៍ណាមួយដែលជាលក្ខណៈបែបជួបជុំមិត្តភ័ក្តិជួបជុំអីចឹងទៅជាលក្ខណៈបែបជួបជុំប៉ុន្តែពីរអ្នកនឹងអាច
និយាយគ្នាហើយស្គាល់ចិត្តគ្នាមានតំណែងមួយដែលលូតលាស់ទៅមុខជានិច្ចដូចវាអញ្ចឹងអូខេសម្រាប់នៅក្នុង relationship សម្រាប់ Scorpio ខ្ញុំមើលឃើញថាតំណែងមកទៅមានឡើងមានចុះប៉ុន្តែទោះបីជាណាក៏ដោយក៏ស្លឹកការ The Temperance ចេញមកខ្ញុំមើលឃើញថាវានឹងនាំឲ្យអ្នកគ្នាមានតុល្យភាពហើយ harmony ដែលអាចឲ្យអ្នកគ្នាយល់ចិត្តគ្នាបានអញ្ចឹងអ្នកនឹងដៃគូរបស់អ្នកអាចរកផ្លូវឃើញនៅពេលដែលមានបញ្ហាអីអាចរកផ្លូវក្នុងការយល់ចិត្តគ្នាទៅវិញទៅមកម្ដងទៀតបានអត់មានបញ្ហាអីទេចំពោះរឿងស្នេហានៅក្នុងខែក្រោយតើតើជាមួយនឹងរឿងការងារនិងរឿងលុយកាក់ខ្ញុំមើលឃើញថាខែក្រោយជាពេលមួយដែលនឹងនាំទៅលើដំណឹងល្អចូលមកក្នុងជីវិតរបស់អ្នកគ្នាការខិតខំប្រឹងប្រែងរបស់គ្នានឹងទទួលបាននូវភាពជោគជ័យមានន័យថាអ្នកគ្នានឹងអាចទទួលបានការលើកតម្កើងការលើកស្ទួយឱកាសការងារថ្មីចូលមកហើយនឹងមើលឃើញតើតើជាមួយនឹង process តើតើជាមួយនឹងដំណាក់កាលមកពីបានដំណាក់កាលទៅមកដំណាក់កាលក្នុងការធ្វើអីមួយបងអ្នកទាំងអស់គ្នាចឹងណាហើយចំពោះការងារហើយនឹងលុយកាក់ដូចគ្នាដែរការងារខ្ញុំមើលឃើញថាគ្នាមានអំរែកធ្វើច្រើនដល់គ្នាធ្វើការងារច្រើនខាងមែនតើខ្លួនមួយទេតែធ្វើស្អីខ្លះទេខ្ញុំមិនដឹងទេព្រោះខ្ញុំមានអារម្មណ៍ថានៅគ្នាខ្លួនមួយទេគូបានដល់គ្នានឹងធ្វើអានេះផងធ្វើនោះផងធ្វើនេះផងមានការងារច្រើនណាស់ត្រូវធ្វើខ្ញុំមើលទៅថាវាច្រើនពេកដល់គ្នាមិនថាខ្ញុំដឹងថាដល់គ្នាមានសក្តានុពលនៅក្នុងការធ្វើការងារអីមួយបានសម្រាប់ខ្ញុំដឹងប៉ុន្តែដល់គ្នាគួរតែ take a break បើសិនជាគ្នាចង់ដល់គ្នាបើសិនជាគ្នាហត់ដល់គ្នាសម្រាប់ទៅគឺមិនចឹងព្រោះថាការដែលធ្វើអីមួយជាច្រើនរឿងខ្លាំងមែនតើដើម្បីសម្រេចបានរឿងគ្រប់យ៉ាងហ្នឹងវាមិនមែនថាមិនអាចទៅរួចទេប៉ុន្តែដល់គ្នាកំពុងតែដាក់សម្ពាធលើខ្លួនឯងខ្លាំងពេកទេធ្វើរឿងអីមួយដែលដល់គ្នាគិតថាវាសំខាន់សម្រាប់ដល់គ្នាមុនសិនហើយចាំធ្វើការងារផ្សេងៗទៅតាមក្រោយត្រូវតែរៀបគម្រោង stay organized រៀបគម្រោងហើយជាមួយនឹងលុយកាក់ក៏ improve វិវត្តតាមនឹងដូចគ្នាតាមពេលហើយនឹងតាមការដែលដាក់ចិត្តដាក់កាយក្នុងការធ្វើអីមួយទៅលើលុយកាក់ហ្នឹងអូខេចំពោះអារម្មណ៍ទៅក្នុងខែក្រោយខ្ញុំមើលថាអារម្មណ៍របស់អ្នកមកឃើញថាអ្នកគ្នាអាចនឹងមានអីមួយឬក៏មនុស្សណាម្នាក់ឬក៏រឿងអីដែលនឹងអាចធ្វើឲ្យអ្នកគ្នាបាត់បង់នូវភាពជឿជាក់អ្នកគ្នាអាចនឹងជួបទៅលើរឿងមួយដែលថាការក្បត់ពីមនុស្សណាម្នាក់ពីអ្នកចិត្តស្និទ្ធឬក៏អ្នកអីដែលអាចធ្វើឲ្យគ្នាជឿចាប់ឬក៏ disappointment ដែលអ្នកគ្នាគិតថាវាទៅរួចប៉ុន្តែវាអាចទៅរួចមិនមែនថាមនុស្សទេមានរឿងអីមួយដូចគ្នាដែរតែអាចធ្វើឲ្យអ្នកគ្នាមានអីមួយដែលក្លាប់ចាក់មកមានថាអ្នកគ្នាបាត់បង់នៅភាពទំនុកចិត្តឬក៏ការជឿជាក់ទោះបីជាយ៉ាងណាក៏ដោយស្លឹកការ The Strength ហើយជាមួយនឹងស្លឹកការ The Temperance ជាស្លឹកការដែលនឹងជួយឲ្យអ្នកគ្នាទោះបីជាយ៉ាងណាក៏ដោយវាមកជាមួយនឹងខែក្រោយវាជួយអ្នកគ្នានៅក្នុងការផ្សះផ្សារបួសស្នាមទាំងអស់ហ្នឹងហើយឲ្យអ្នកគ្នារៀនទៅដល់ជាមួយនឹងថាសន្តិភាពក្តីសុខការស្វែងរកក្តីសុខមិនមែនជាធ្វើឲ្យអ្នកគ្នាលក្ខណៈបែបអន់ថយទេប៉ុន្តែវានឹងជួយអ្នកគ្នាមានការបំភ្លឺនៅក្នុងជីវិតអញ្ចឹងរាល់ការដែលអ្នកគ្នាជួបរឿងពិបាកណាមួយវាមិនមែនជាបង្ហាញឲ្យអ្នកគ្នាថាអ្នកគ្នាទន់ខ្សោយទេតែនឹងធ្វើឲ្យអ្នកគ្នាមានភាពរឹងមាំខ្លាំងក្លាជាងមុនសកាត់ The Dust អ្នកគ្នាអាចនឹងបញ្ចេញទៅលើធម្មពលណាដែលធ្ងន់អំណែកតួរ៉េចច្រើនអ្នកគ្នានឹងអាចបញ្ចេញទៅឲ្យអស់ស្ទង់ការរឿងរ៉ាវទៅបបាក់ឲ្យអស់នៅក្នុងខែហ្នឹងដើម្បី transformation នៅក្នុងខែក្រោយខែ December ឲ្យកាន់តែល្អជាងមុនណាខែហ្នឹងគឺជាខែមួយដែលគ្នាឆ្លងកាត់ដំណាក់កាលមួយដែរធ្វើតែសមត្ថភាពដល់គ្នាដែរចាក់មកអាចធ្វើតែសមត្ថភាពដល់គ្នាដែរនេះជាសាររបស់ដល់គ្នារឿងរ៉ាវទាំងអស់ដែលអ្នកគ្នាជួបនឹងវាមិនមែនជាការដាក់ទណ្ឌកម្មពីចក្រវាឡទេប៉ុន្តែគឺជាការការពារការបញ្ចប់ណាមួយវាជួយអ្នកគ្នានៅក្នុងការបញ្ចេញនូវធម៌ពលអវិជ្ជមានធម៌ពលណាដែលមិនត្រូវជាមួយនឹងអ្នកគ្នាដូចអញ្ចឹងណាជឿជាក់ trust the process មានអ្វីមួយដែលល្អនឹងចូលមកជាមួយអ្នកគ្នាអូខេនេះជាសារពីចក្រវាឡខ្ញុំមានតែប៉ុណ្្នឹងទេអ្នកគ្នាហើយការថ្ងៃនេះមានតែប៉ុណ្្នឹងទេហើយយើងជួបគ្នាជាមួយនឹងតារានិករថ្មីបន្ទាប់ពី Scorpio គឺ Sagittarius អូ
Okay see you in the next video ហើយកុំភ្លេចសម្រាប់ការអានការផ្ទាល់ខ្លួនឆាតទៅក្នុង page Jimmy Shop okay thank you bye